និន្នាការចំនួន8សម្រាប់ក្រុមហ៊ុនដើម្បីអនុវត្តតាមនាពេលអនាគតក្នុងនាមជាចៅហ្វាយនាយអ្នកត្រូវតែដឹង 1. បង្រួមទំហំក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពរចនាសម្ព័ន្ធដែលមានភាពបត់បែននិងមានប្រសិទ្ធភាព 2. ពង្រីកវិសាលភាពទីផ្សារការរៀបចំអាជីវកម្មក្នុងកម្រិតសកល 3. អភិវឌ្ឍនិងបង្កើនសមត្ថភាពបុគ្គលិកមូលដ្ឋានទេពកោសល្យជាន់ខ្ពស់ 4. លើកកម្ពស់គុណភាពផលិតផលដែលមានគុណភាពឈានមុខ 5. បង្កើនគុណភាពសេវាកម្មបទពិសោធន៍សេវាកម្មដែលបំពេញតាមតម្រូវការអតិថិជន 6. បង្កើនប្រសិទ្ធភាពប្រតិបត្តិការប្រសិទ្ធភាពដោយប្រើបច្ចេកវិទ្យាឆ្លាតវៃ 7. ធានាភាពច្បាស់លាស់ក្នុងការគ្រប់គ្រងថ្លៃដើមការគ្រប់គ្រងថ្លៃដើមយ៉ាងត្រឹមត្រូវនិងមានប្រសិទ្ធភាព 8. ពង្រឹងសមត្ថភាពក្រុមការងារដែលមានប្រសិទ្ធភាពខ្ពស់និងសមត្ថភាពប្រតិបត្តិការរឹងមាំទំហំតូចមិនមែនមានន័យថាខ្សោយទេប៉ុន្តែជាការផ្ដោតលើកម្លាំងស្នូលភាពរឹងមាំមិនមែនកើតចេញពីទំហំទេប៉ុន្តែកើតចេញពីមូលដ្ឋានដ៏រឹងមាំ